យើងក៏លេខមកមើលចំណុចទី3របស់យើងបាទចំណុចទី3រៀងពិបាកតិចឯងបងប្អូននេះបាទតែយើងព្យាយាមតិចទៅតោះអញ្ចឹងចំណុចទី3គេនិយាយថាមើលបាទជាងខាងក្រោមហ្នឹង civil quality hakin sang imida បាទគឺជាចំណុចបាទដែលត្រួតពិនិត្យនៅពេលដែលស្វែងរកផ្ទះបាទឆាលីគូចូលអានបានល្អហើយ chilbune thape pose បាទសូមសាកបងឆ្លើយសំណួរនេះបាទសូមសាកបងឆ្លើយសំណួរតោះឥឡូវយើងក៏លេខទៅមើលអត្ថបទរបស់យើងអស់គ្នាគេនិយាយថា civil quality នឹងបាទនៅពេលដែលស្វែងរកផ្ទះគុំហាគេ hakin heya hanen កតទរីអ៊ីតាបាទគឺមានចំណុចដែលត្រូវតែត្រួតពិនិត្យឲ្យបានល្អិតអន់ច្រើនបាទគុំហាគេយ៉ាងល្អិតអន់ណាបាទអរគ្នាបាទ chipper puro thanil te បាទអញ្ចឹងនៅពេលដែលទៅមើលផ្ទះបាទនៅពេលដែលទៅមើលផ្ទះ가장 중요한 사항은 បាទចំណុចដែលសំខាន់ជាងគេបាទចំណុចដែលសំខាន់ជាងគេនោះគឺ 이사갈 집의 안과 주변 상태를 살펴보는 것이다 បាទអញ្ចឹងគឺជាការមើលបាទ 살펴보다 ហ្នឹងមើលណាបាទអញ្ចឹងគឺជាការមើលពីបាទស្ថានភាពជុំវិញនិងខាងក្នុងផ្ទះបាទដែលយើងរើទៅនឹងបាទ 이사갈 집បាទផ្ទះដែលនឹងរើទៅនឹងនេះបាទ예를 들어បាទឧទាហរណ៍ 집 안에 បាទនៅក្នុងផ្ទះ 해가 잘 들어오는지ថាតើថ្ងៃហ្នឹងវាចូលបានគ្រប់គ្រាន់អត់បាទព្រលឺថ្ងៃនេះវាចូលបានគ្រប់គ្រាន់អត់소음이 없는지ថាតើគ្មានសលេងរំខានដែរឬទេ물 전기 난방이 잘 나오는지ទឹកភ្លើងកម្ដៅបន្ទប់មានគ្រប់គ្រាន់ដែរឬទេស៊ីសលគ្រឿងបរិក្ខារមានដូចជាមុនទ្វារឆាំងមូនបង្អួចស៊ីងគឺដែរឡាប៊ូលាងចានសេមៀនទេឡាប៊ូលុបលាងមុខភៀនគីចានបង្គន់ធឹងជាដើមណាអេខូយ៉ាងណាងគូស៊ីនឹងជីថាតើមានកន្លែងខូចដែរឬអត់ហាគិនហណ្ដាបាទគឺត្រួតពិនិត្យណាបាទអញ្ចឹងបើថាឧទាហរណ៍គឺត្រួតពិនិត្យមើលថានៅក្នុងផ្ទះហ្នឹងថាតើមានពលឺថ្ងៃចូលបានគ្រប់គ្រាន់អត់បាទមានសលេងគ្មានសលេងខានដែរទេថាតើទឹកភ្លើងកម្ដៅបន្ទប់ហ្នឹងមានគ្រប់គ្រាន់អត់ហើយមានកន្លែងខូចអត់ទៅលើគ្រឿងបរិក្ខារផ្សេងដូចជាទ្វារពអួចបាទឡាប៊ូទាំងលាងចានទាំងលុបមុខនឹងបាទហើយចានបង្គន់នឹងវាមានកន្លែងខូចអត់ណាបាទអានេះចំណុចពិសេសបាទតួហានម្យ៉ាងវិញទៀត chip chuan នេះបាទនៅជុំវិញផ្ទះណាបាទនៅជុំវិញផ្ទះ piani sisari នឹងជីថាតើមានកន្លែងផ្ដល់សេវាកម្មមានភាពងាយស្រួលដែរឬទេបាទ 안전한지ថាតើមានសុវត្ថិភាពល្អអត់ 교통이 편리한지도 살펴봐야 한다 បាទអញ្ចឹងត្រូវតែពិនិត្យមើលបាទថាតើចរាចរណ៍ហ្នឹងវាមានភាពងាយស្រួលដែរឬទេថាតើវាមានសុវត្ថិភាពដែរអត់ថាតើវាមានកន្លែងផ្ដល់សេវាកម្មដែលមានភាពងាយស្រួលដែរឬទេបាទនៅជុំវិញផ្ទះហ្នឹងបាទគឺចង់មានបែបហ្នឹងបាទអញ្ចឹងកថាខណ្ឌទី1យើងយល់អស់គ្នាតោះឥឡូវយើងក៏លេខមកមើលកថាខណ្ឌទី2កថាខណ្ឌទី2គេនិយាយថា 집에 마음이 들어 계약하고 싶다면 បាទអញ្ចឹងបើសិនបើអ្នកបាទបើសិនបើអ្នកចង់ចុះកុងត្រាដោយពេញចិត្តបាទក្នុងផ្ទះហ្នឹងណាបាទ집주인과 직접 계약하는 것이 안전하다 បាទអញ្ចឹងមកថាការដែលចុះកុងត្រាបាទដោយផ្ទាល់ជាមួយនឹងម្ចាស់ផ្ទះគឺវាមានសុវត្ថិភាពណាបាទ 집주인 បាទម្ចាស់ផ្ទះបាទ 부동산 중개업자가 បាទអញ្ចឹង 중개업자가 បាទថាអ្នករកស៊ីឈ្មួញកដាលបាទនៅក្រុមហ៊ុន 부동산 បាទក្រុមហ៊ុនអចលនទ្រព្យហ្នឹងគឺយ៉ាងម៉េចដែរបាទ 대신 계약하는 경우 사고가 발생할 수 있다 បាទអញ្ចឹងក្នុងករណីឬក៏នៅពេលដែលបាទនេះភ្នាក់ងារឈ្មួញកដាលហ្នឹងបាទនៃក្រុមហ៊ុនអចលនទ្រព្យហ្នឹងគាត់ចុះកុងត្រាជំនួសបាទ 대신 계약하다 បាទចុះកុងត្រាជំនួសហ្នឹងគឺ 사고가 발생할 수 있다 បាទគឺអាចមានគ្រោះថ្នាក់កើតឡើងណាបាទ 사고 ហ្នឹងគ្រោះថ្នាក់នៃ 발생할 수 있다 អាចកើតមានឡើងបាទ그리고ហើយ 계약서를 꼼꼼하게 읽어보고 បាទមកថាអានកដាកុងត្រាហ្នឹងឲ្យបានល្អិតល្អន់ហើយ 입금 계좌가 បាទមកថាកុងដែលយើងដាក់លុយទៅ 집주인의 것인지 확인하고 បាទត្រួតពិនិត្យថាវាជាបាទរបស់ម្ចាស់ផ្ទះដែរឬអត់បាទអាកុងដែលយើងត្រូវដាក់លុយហ្នឹងថាវាជាម្ចាស់ផ្ទះថាជាកុងរបស់ម្ចាស់ផ្ទះដែរឬអត់ 집소리 등 បាទដូចជាការជួសជុលផ្ទះถึง약상을 제세하게 쓴다 បាទអញ្ចឹងសរសេរឲ្យបានល្អិតល្អន់បាទនៅចំណុចបាទលក្ខខណ្ឌពិសេសបាទถึง약បាទលក្ខខណ្ឌពិសេសដូចជាការជួសជុលផ្ទះជាដើមបាទអ
ចឹងស្អីបានល្អណាបាទពាក្យថាឆាសេហាកេបាទមកពាក្យឆាសេហាដាហ្នឹងឯងបាទល្អណាបាទមកលោកមិនបាទដោយពាក្យសម្ដីប៉ុណ្ណោះយាគីហាមានប្រសិនបើនិយាយមកថាប្រសិនបើនិយាយដោយពាក្យសម្ដី집에 문제가 생겼을 때បាទចឹងនៅពេលដែលបញ្ហានៅក្នុងផ្ទះហ្នឹងវាកើតមានឡើង집 주인이 약속을 안 지키는 경우가 있다បាទក៏មានករណីដែលម្ចាស់ផ្ទះហ្នឹងមិនគោរពបាទទៅតាមការសន្យានេះផងដែរ특히បាទជាពិសេស등본을 꼭 확인해야 한다បាទចឹងត្រូវតែត្រួតពិនិត្យមើលទៅលើសិភៅចុះបញ្ជីអចលនទ្រព្យច្បាប់ចម្លងបាទចឹងត្រូវតែត្រួតពិនិត្យមើលណាបាទព្រោះអានឹងសំខាន់បាទ 집을 계약하는 사람이 집주인이 척하면서 បាទមើលថាអ្នកដែលចុះកុងត្រាផ្ទះបាទចឹងគាត់បន្លំខ្លួនធ្វើជាម្ចាស់ផ្ទះបាទ 집주인이 척하면서 បាទចឹង in 척 ហាដាគឺជាទម្រង់មួយណាបាទដើរតួជាឬក៏ធ្វើជាបាទបន្លំជាក៏បានដែរបាទខ្ញុំថាអ្នកដែលចុះកុងត្រាផ្ទះហ្នឹងគាត់បន្លំធ្វើជាម្ចាស់ផ្ទះហើយ다른 사람의 집을 팔거나 세를 준 후에 បាទអញ្ចឹងក្រោយពីបានជួលបាទ 세를 준 후에 ហ្នឹងបើថាក្រោយពីបានជួលណាពាក្យដើមវាបាន 세를 주다 បាទជួលបាទអញ្ចឹងក្រោយពីបានជួលឬក៏លក់ផ្ទះបាទរបស់អ្នកផ្សេងបាទលក់ផ្ទះរបស់អ្នកផ្សេងហើយ도망가는 경우가 있기 때문이다 បាទអញ្ចឹងដោយសារតែវាមានករណីបាទចាក់ចេញទៅបាទអញ្ចឹងកន្លែងនេះបើសិនខ្ញុំបកប្រែពាក្យមួយប្រហែលជាពិបាកយល់បាទអញ្ចឹងខ្ញុំសូមបកប្រែម្ដងទៀតណាបាទអញ្ចឹងមកថាដោយសារតែឬក៏ពីព្រោះតែមានករណីដែលបាទអ្នកដែលជួលផ្ទះគេហ្នឹងបាទអ្នកដែលជួលផ្ទះហ្នឹងគាត់បន្លំធ្វើខ្លួនជាម្ចាស់ផ្ទះហើយបាទបន្ទាប់ពីឬក៏ក្រោយពីគាត់បានជួលឬក៏លក់ផ្ទះរបស់អ្នកផ្សេងហ្នឹងគាត់រត់បាត់ទៅបាទគាត់រត់បាត់ទៅអាហ្នឹងគឺជាករណីបន្លំឆោបោកណាបាទជាកថាខណ្ឌទី2យើងយល់អស់គ្នាហើយយើងក៏លេមកមើលកថាខណ្ឌទី3ជាកថាខណ្ឌចុងបញ្ចប់បាទគេនិយាយថា 집을 계약한 후 បាទអញ្ចឹងក្រោយពេលដែលចុះកុងត្រាផ្ទះរួច 이사하는 날 잔금을 지불하고 បាទអញ្ចឹង 지불하다 គឺមកថាទូទាត់ណាបាទអញ្ចឹងទូទាត់ប្រាក់ដែលនៅសេសសល់បាទនៅក្នុងថ្ងៃដែលរើទៅនឹងណាបាទនៅក្នុងថ្ងៃដែលរើទៅនឹងក្រោយពីបានចុះកិច្ចសន្យាផ្ទះហើយជីបយល់សេបាទសោផ្ទះទូនឹងឬក៏비밀번호បាទលេខសម្ងាត់បាទផានិនដាទទួលបាទជានៅពេលដែលយើងទូទាត់ហើយយើងទទួលបានសោឬក៏លេខសម្ងាត់ចូលក្នុងផ្ទះហ្នឹងហើយបាទគូហ្វេបាទក្រោយមកទៀតណាបាទ 계약한 집에 이삿짐을 옮긴다 បាទហើយគេរើបាទអីវ៉ាន់ចូលទៅក្នុងផ្ទះដែលគេចុះកុងត្រានោះបាទ 전세나 월세로 집을 구하는 경우에는 បាទក្នុងករណីដែលស្វែងរកផ្ទះជាប្រភេទ 월세 ឬក៏ជាប្រភេទ 전세 주민센터에 꼭 방문하여 បាទអញ្ចឹងត្រូវតែទៅមជ្ឈមណ្ឌលបម្រើសេវាកម្មដល់ប្រជាជនក្នុងមូលដ្ឋានបាទហើយ 전입 신고를 하고 បាទធ្វើការរាយការណ៍ពីការផ្លាស់ទីលំនៅនិង 확정 일자를 받아야 한다 បាទអញ្ចឹងត្រូវតែទទួលនៅការបច្ឆេទបាទជាក់លាក់ណាមួយបាទជាផ្លូវការបាទ 확정 일자 បាទការបច្ឆេទជាក់លាក់ជាផ្លូវការណាបាទ 이렇게 하면 បើសិនបើធ្វើដូចនេះ 보증금을 안전하게 돌려받을 수 있다 បាទគឺអាចទទួលបានមកវិញនៅប្រាក់ធានាបាទដោយសុវត្ថិភាពបាទ 안전하게 돌려받을 수 있다 មានថាអាចទទួលបានដោយសុវត្ថិភាពរបស់នេះណាបាទចឹងអ្នកគ្នាយើងក៏លេមកមើលចម្លើយសំណួរចម្លើយរបស់យើងណាបាទលេខ1គេនិយាយថា 집 보러 다닐 때 នៅពេលដែលទៅមើលផ្ទះ 무엇을 확인해야 합니까 បាទត្រូវទៅត្រួតពិនិត្យមើលគេបាទអញ្ចឹងក្នុងនេះវាមាន 집 안 집 주변 បាទនៅខាងក្នុងផ្ទះនិងនៅខាងក្រៅផ្ទះមែនទេបាទនៅជុំវិញផ្ទះបាទពិនិត្យមើលគេបាទទាំងអស់គ្នាយើងក៏លេខមកមើលកន្លែងនេះគឺជាចំណុចសំខាន់ណាកថាខណ្ឌទី1ណាបាទយើងក៏លេខមើលកថាខណ្ឌទី1មកវានិយាយឬថាបាទ chip អានណាអានេះនៅក្នុងផ្ទះនេះបាទអញ្ចឹងយើងអាចដកស្រង់ពាក្យនឹងយកមករហូតបាទមកត្រឹមកន្លែង Hakinanda បាទអានេះគឺជាចម្លើយទី1បាទហើយចំពោះចម្លើយទី2វិញយើងកាត់ពាក្យតូហានមកបាទយើងយកពាក្យថា chip chupionen បាទនៅកន្លែងហ្នឹងណាបាទ chip chupionen ហើយបញ្ចប់កន្លែងនេះមកបាទគឺត្រឹមត្រូវហើយបាទសរសេរដាក់មកដល់នេះណាបាទ chip an ជាមួយនឹង chip chupion ហើយចំណុចទី2បាទគេនិយាយថា 계약할 때 បាទនៅពេលដែលចុះកុងត្រាបាទនៅពេលដែលធ្វើការចុះកុងត្រា 무엇을 주의해야 합니까 ត្រូវតែប្រុងប្រយ័ត្នទៅលើចំណុចអីគេបាទអាចមកជឿន말을
ដោយជិបជាសូមដាក់ពាក្យដែលត្រឹមត្រូវបាទនៅក្នុងចន្លោះហ្នឹងបាទទាំងទី1គេនិយាយថា 계약은 땡땡와 과 직접 하는 것이 안전하다 បានបើថាកិច្ចសន្យាយ៉ាងម៉េចដែរបាទកិច្ចសន្យាគឺការដែលធ្វើដោយផ្ទាល់បាទអញ្ចឹងការដែលចុះដោយផ្ទាល់បាទជាមួយនឹងណាគេបាទគឺមានសុវត្ថិភាពជាមួយនឹងណាគេបាទ chip chuin មែនទេបាទអញ្ចឹងយើងដាក់មក chip chuin បាទដាក់កន្លែងនេះណា chip chuin បាទម្ចាស់ផ្ទះណាបាទហើយទី2 계약서의 입금 계좌가 បាទមានថាកុងដែលវេលុយទៅដាក់បាទដែលមានទៅសេនៅក្នុងกระดาษកុងត្រា chip chuin의 것인지 확인하고 បាទត្រួតពិនិត្យថាវាជារបស់ម្ចាស់ផ្ទះដែរឬអត់បាទចុច은은 자세하게 쓴다 បាទសរសេរគេលម្អិតបាទសរសេរគេបាទគឺ등약 사항មែនទេបាទយើងសរសេរមក등약 사항បាទលក្ខខណ្ឌពិសេសបាទអញ្ចឹងលក្ខខណ្ឌពិសេសដូចជាការជួសជុលផ្ទះជាដើមហ្នឹងណាបាទអញ្ចឹងទី3គេនិយាយថា Isa Halte បាទនៅពេលដែលរើផ្ទះទៅ 무엇을 해야 합니까 ត្រូវទៅធ្វើអីគេ 순서대로 주십시오 បាទសូមសរសេរតាមលំដាប់ដោយបាទអញ្ចឹងលំដាប់របស់យើងមើលពាក្យនេះទៅបាទទី1គឺឆាន់គឺមួយជីវលហាន់ដាបាទទូទាត់បាទប្រាក់ដែលនៅសេសសល់មែនទេបាទទី1គឺទូទាត់ប្រាក់ដែលនៅសេសសល់ហ្នឹងឯងខាកន្លែងនេះមួយណាបាទហើយបន្តមកទៀតសកម្មភាពទី2ធ្វើអីគេបាទគឺនៅពេលយើងទូទាត់ហើយយើងមិនទទួលបានសោមែនទេបាទនៅកន្លែងខាងលើរបស់យើងណាបាទទូទាត់ហើយយើងមិនទទួលបានសោនេះណាបាទទទួលបានសោបាទអញ្ចឹងគឺណានឹងឯងបាទ chip 열쇠 또는 비밀번호를 받는다 បាទទទួលសោឬក៏ 비밀번호 បាទលេខសម្ងាត់បាទអញ្ចឹងកន្លងទី2គឺដាក់ណាហើយចំពោះកន្លងទី3បាទអញ្ចឹងនៅពេលដែលយើងទទួលបានសោហើយគឺយើងរើអីវ៉ាន់ទៅមែនទេបាទយើងរើអីវ៉ាន់ទៅនៅផ្ទះហ្នឹងមិនឯងថាត្រូវនេះបាទថាត្រូវបាទយើងនិយាយថាខ្ញុំដាក់កន្លែងនេះមកណាបាទ 새집이 이삿짐을 옮긴다 បាទមកថាទៅការរុះរើបាទអីវ៉ាន់ទៅផ្ទះថ្មីហ្នឹងបាទហើយចុងក្រោយគឺឡាណាបាទ 주민센터에서 전입신고를 한다 បាទធ្វើការរាយការណ៍ពីការបដូរលំនៅនៅឯមជ្ឈមណ្ឌលផ្ដល់សេវាកម្មជូនប្រជាជនក្នុងមូលដ្ឋានហ្នឹងបាទកន្លែងមជ្ឈមណ្ឌលផ្ដល់សេវាកម្មប្រជាជនក្នុងមូលដ្ឋានអាចជាបាទសាលាឃុំមួយដែរណាបាទ